នាព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2026 អាដាមណុបតារ៉ាអភិបាលរងខេត្តកណ្ដាលព្រមទាំងអាជ្ញាធរក្រុងតាខ្មៅមន្ទីរពាក់ព័ន្ធបានបន្តចុះត្រួតពិនិត្យនិងអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់ណែនាំដល់បងប្អូនអាជីវករនិងបងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្មនិងរស់នៅតាមសងខាងបណ្ដោយផ្លូវជាតិលេខ2ចាប់ពីរង្វង់មូលព្រះនរាយរហូតដល់ស្ពានថ្មត្រូវធ្វើការរុះរើចេញនៅសំណង់សំយ៉ាបស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗលើចំណីផ្លូវដើម្បីពង្រឹងសណ្ដាប់ធ្នាប់សាធារណៈនិងលើកកម្ពស់សោភ័ណភាពឲ្យកាន់តែមានភាពស្រស់បំព្រងឯកឧត្តមអភិបាលរងខេត្តក៏បានបន្តថាអាជ្ញាធរត្រូវណែនាំដល់បងប្អូនអាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវនិងរស់នៅតាមសងខាងផ្លូវឲ្យរុះរើតូបឬការដាក់តាំងទំនិញដែលបង្កការរំខានដល់ការធ្វើដំណើរថ្មើរជើងរបស់ប្រជាពលរដ្ឋនិងយានយន្តធ្វើដំណើរពិសេសទៀតនោះគឺស្លាកយីហោរបស់ពួកគាត់លយមកចំណីផ្លូវសាធារណៈគឺអាជ្ញាធរតម្រូវឲ្យរុះរើជាបន្ទាន់ដោយគ្មានការលើកលែងឡើយទន្ទឹមនឹងការចុះអនុវត្តនេះអាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់សូមមេត្តាបន្តចូលរួមសហការដោយស្ម័គ្រចិត្តជាមួយអាជ្ញាធរដោយមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញឡើយក្រោយពេលសមត្ថកិច្ចចេញទៅអាជ្ញាធរនឹងបន្តតាមដាននិងចុះត្រួតពិនិត្យជាប្រចាំដើម្បីធានាថាវិធានការនេះមានប្រសិទ្ធភាពយូរអង្វែង។